នាងសុំជាតាកូនមហាសេដ្ឋីជាស្រីមានភ័ព្វក្នុងសាសនានាងបានរៀបចំសូមប្រាថ្នាពបីប្រការពីម្ចាំព្រៃពេលនោះបានប្រើឲ្យទាសានាំគ្នាសំអានក្រោមដើមជ្រៃមានមេឃដ៏ធំលំត្រឆៃរួចហើយវិលវៃទៅប្រាថ្នាក៏កិនរៀបចំអ្នកធូងបាយយ៉ាងសំដាយទឹមខ្មុំដ៏ថ្លៃថ្លាដាំលើថាមានដ៏អង្ចាលំអរចនាដោយប្រពៃរួចហើយក៏នាំគ្នាដើរទៅសំដៅចូលព្រៃដែលប្រាថ្នាក្រឡេកទៅឃើញព្រះសង្ឃស្ដាភ័ន្តភាំងកាយាស្លងស្មារតីនាងលន់ជង្គង់ដាំដងវាយដែលប្រងដាំថ្វាយទេវតាព្រៃសំពាំងសួរថានាងជាអ្វីតាបងអីសីឬនាងតាឬមួយក៏ជាទេវតាបិណ្ឌទើបមានពុនលឺពណ៌ភ្លឺថ្លារស្មីចែងចាំងគួរទស្សនាសូមនាងមេត្តាឆ្លើយសេចក្តីពេលនេះនាងខ្ញុំសូមជាតារួមនឹងធីតាបំណទាស័យរួមស្រីផ្សេងទៀតកើតសង្ស័យតានាងជាអ្វីសូមមេត្តាចង់អល់បង្ហាញនៅការពិនឲ្យនាងខ្ញុំដឹងផងករណាដើម្បីឲ្យអង្គនៅសង្ការសូមនាងមេត្តាប្រងប្រណីព្រះពុនជាម្ចាស់ត្រាំតមថាមនាសូមជាតានឹងទាស័យចូលនាងចាំស្ដាំឲ្យយល់ន័យនិស័យរូបយើងជានាងណាតាមពិនខ្លួនយើងនេះជាមនុស្សមិនមែនអារាំងឬនាងតាហើយក៏មិនមែនជាទេវតា